F-47 ជាយន្តហោះចម្បាំងបំបាំងកាយជំនាន់ចុងក្រោយរបស់សហរដ្ឋអាមេរិកដែលអាមេរិករំពឹងថានឹងបង្ហាញខ្លួនក្នុងសមរភូមិប្រយុទ្ធនៅឆ្នាំ2025នេះមេបញ្ជាការកងទ័ពអាកាសអាមេរិកលោកឧត្តមសេនីយ៍ David Alvin កាលពីចុងសប្តាហ៍កន្លងទៅនេះបានបង្ហាញរូបភាពនិងព័ត៌មានលម្អិតអំពីយន្តហោះនេះដែលលោកពណ៌នាថាត្រូវបានរចនាឡើងដើម្បីបំផ្លាញគ្រប់ប្រភេទយន្តហោះរបស់ចិនបង្កើតឡើងក្រោមកម្មវិធី Next Generation Air Dominance យន្តហោះ F-47 មានតម្លៃប្រហែលជា$300 លានអាមេរិកក្នុងមួយគ្រឿងវាត្រូវបានបំពាក់ដោយប្រព័ន្ធបំបាំងកាយកម្រិតខ្ពស់បំផុតឈ្មោះថា Steel Plus Plus ដែលធ្វើឲ្យវាអាចគេចចេញពីក្រញាំរ៉ាដាឧបករណ៍ចាប់សញ្ញា Infrared និងការឃ្លាំមើលដោយឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទមន្ត្រីអាមេរិកនិយាយថាជាមួយនឹងប្រព័ន្ធ Steel Plus Plus នេះ F-47 អាចឆ្លូបចូលទៅក្នុងដែនអាកាសរបស់សត្រូវបើទោះបីជាមានការការពារខ្លាំងប៉ុណ្ណាក៏ដោយអាមេរិកអះអាងទៀតថាសូម្បីតែប្រព័ន្ធការពារដោយយន្តហោះ